អ្នកអាចផ្លាស់ប្ដូរជីវិតឆ្ពោះទៅរកភាពជោគជ័យបានសិភើមួយក្បាលនេះមានមេតិកាជាច្រើនដែលជាទីចាប់អារម្មណ៍មែនទែនហើយប្រិមិត្តអាចទិញយកទៅអានជាមួយគ្នានៅក្នុងសិភើនេះបែងចែកជា2ចម្ពោះនិង2ភាគដែលនិយាយអំពីអានុភាពនៃចិត្តអំពីជំនឿនៅក្នុងខាងក្នុងរបស់យើងភាពជោគជ័យអាចកំបាំងនៃភាពជោគជ័យអីផ្សេងៗដល់ឡែកជាអ្វីដែលខ្ញុំចង់និយាយនៅក្នុងវីដេអូថ្ងៃនេះគឺតាក់ទងចំណុច10យ៉ាងដែលធ្វើឲ្យអ្នកមានសេចក្តីសុខជាមួយនឹងការងារដែលដកស្រង់ចេញពីទំព័រ53 54និង55ប្រិមិត្តចាប់អារម្មណ៍អាចទៅស្វែងរកនៅតាមបណ្ដាគារតូចធំបានឬក៏តាក់ទងទិញតាមស្តង់ដាំជីវិតឬក៏តាក់ទងផ្ទាល់ជាមួយនឹង page ឬក៏ website ដែលខ្ញុំដាក់ link នៅខាងលើនេះផ្ទាល់ជីវិតគឺការងារគឺជីវិតប្រាក់គឺការងារគឺជាប្រាក់នេះគឺជាពាក្យមួយឃ្លាផ្ដើមនៅក្នុងចំណុចនេះដែលយើងអាចឃើញថាសុខនឹងខ្លាយជាទុក្ខប្រសិនបើអត់ការងាររវល់តែដេកភ្លេចខ្លួនមិនយូរមិនឆាប់ទេយើងនឹងប្រឈមនៅក្នុងបញ្ហាទុក្ខសោកដែលនឹងកើតមានផងដែរការធ្វើការឲ្យមានសេចក្តីសុខនេះមិនមែនជាការពិបាកហួសហេតុពេកទេបើយើងតាំងចិត្តធ្វើវាឲ្យពិតប្រាកដនិងមានវិធីសាស្ត្រ10ចំណុចនៅក្នុងវីដេអូខាងក្រោមនេះសង្ឃឹមថាអាចតាក់ទងចំណាប់អារម្មណ៍ជាមួយនឹងប្រិយមិត្តបានសម្រាប់ការធ្វើកិច្ចការងារនៅក្នុងស្ថាប័ននីមួយៗដែលប្រិមិត្តកំពុងតែធ្វើសប្តាហ៍ថ្ងៃនេះចំណុចទី1ចូលតាំងចិត្តថាថ្ងៃនេះត្រូវតែធ្វើឲ្យមានសេចក្តីសុខពេលធ្វើការងារត្រូវគិតក្នុងផ្លូវវិជ្ជមានឬផ្លូវល្អដែលអាចធ្វើឲ្យការងាររីកចម្រើនបានចូលព្យាយាមធ្វើការងារណាដែលយើងចូលចិត្តចូលកិច្ចឲ្យឆ្ងាយពីបុគ្គលដែលចូលចិត្តនិយាយនិន្ទាក្នុងផ្លូវអាក្រក់និងស្វែងរកមិត្តដែលអ្នកចូលចិត្តហើយប្រើពេលវេលាជាមួយនឹងពួកគេនៅក្នុងចំណុចទី2ចូលធ្វើនៅអ្វីដែលអ្នកចូលចិត្តជារៀងរាល់ថ្ងៃនៅពេលដែលអ្នកមិនចូលចិត្តការងារដែលកំពុងតែធ្វើនិងមិនទាន់អាចស្វែងរកការងារដែលអ្នកចូលចិត្តបាននោះចូលអ្នកពិនិត្យមើលឡើងវិញនៅចំណេះដឹងសមត្ថភាពនិងចំណាប់អារម្មណ៍របស់ខ្លួនឯងដោយមើលនៅអ្វីដែលចូលចិត្តនិងធ្វើជារៀងរាល់ថ្ងៃចំណុចទី3ចូលអភិវឌ្ឍអាជីពនិងបុគ្គលិកលក្ខណៈរបស់អ្នកសិភើនេះបានកត់ត្រាថាអ្នកគួរតែគិតជានិច្ចថាអ្នកត្រូវអភិវឌ្ឍខ្លួនឯងឲ្យមានសមត្ថភាពនិងគោលដៅឲ្យបានប្រសើរប្រសិនបើអ្នកស្វែងរកចំណេះដឹងនិងអាចបង្កើនសមត្ថភាពក្នុងការធ្វើការងារឲ្យបានប្រសើរឡើងអ្នកច្បាស់ជាមានការរីកចម្រើនប៉ុន្តែប្រសិនបើធ្វើប្រងើយមិនស្វែងរកចំណេះដឹងដើម្បីមកអភិវឌ្ឍខ្លួនឯងទេវាជាការពិតណាស់អ្នកនឹងគ្មានការរីកចម្រើនក្នុងការងារឬអាចនឹងអត់ការងារធ្វើព្រោះតែប្រើជីវិតបែបប្រងើយកន្តើយនោះឯងក៏អាចថាបានដែរនៅក្នុងចំណុចទី4ទទួលខុសត្រូវចំពោះការងារនិងលទ្ធផលដែលកើតឡើងការងាររបស់អ្នកមានទាំងល្អមានទាំងអាក្រក់នៅពេលដែលអ្នកហ៊ានទទួលខុសត្រូវទាំងស្រុងចំពោះអ្វីដែលបានកើតឡើងប៉ុន្តែអ្នកនឹងមានភាពជឿជាក់ក្នុងការធ្វើការងារកាន់តែខ្លាំងដរាបណាអ្នកមានការជឿជាក់កាន់តែខ្លាំងដរាបនោះអ្នកនឹងមានផលល្អកាន់តែខ្លាំងឡើងដែរទី5ត្រូវសុំទិន្នន័យលើលទ្ធផលការងាររបស់អ្នកពីចៅហ្វាយនាយបាទចំណុចនេះក៏សំខាន់ដូចគ្នាសូមរៀនធ្វើខ្លួនជាមនុស្សក្លាហានហ៊ានសាកសួរពីលទ្ធផលការងាររបស់ខ្លួនពីចៅហ្វាយនាយទោះបីជាអ្នកបានដឹងរួចហើយនៅអ្វីដែលអ្នកបានធ្វើថាតើវាល្អឬអាក្រក់យ៉ាងណាក៏ដោយប្រការនេះដើម្បីឲ្យចៅហ្វាយនាយទទួលស្គាល់ឬបានដឹងពីវាកាន់តែច្បាស់ផងដែរចូលប្រាប់ចៅហ្វាយនាយថាអ្នកពិតជាចង់ដឹងពីការវិតម្លៃលើការងាររបស់អ្នកនិងសួរអតិថិជនរបស់អ្នកផងដែរថាតើអ្នកផ្ដល់សេវាកម្មយ៉ាងដូចម្តេចដែរព្រោះថាអ្នកជាអ្នកទទួលខុសត្រូវទាំងស្រុងលើការងារនិងជីវិតរបស់អ្នកនោះឯងទី6ចូលថែរក្សាពាក្យសន្យារបស់អ្នកឲ្យបានចូលអ្នកកុំស្ម័គ្រចិត្តនៅពេលដែលអ្នកគ្មានពេលវេលាគ្រប់គ្រាន់នឹងធ្វើមិនបានគ្រប់គ្រាន់អ្នកត្រូវដឹងថាដើម្បីច្បាស់លាស់ត្រឹមត្រូវកុំធ្វើឲ្យខុសតាមការសន្យាដាច់ខាតទី7ជៀសវាងគំនិតពាក្យសម្ដីនិងអាកប្បកិរិយាក្នុងផ្លូវអវិជ្ជមានចូលតាំងចិត្តធ្វើការងារដោយការពេញចិត្តក្តីស្រឡាញ់និងមានសេចក្តីសុខពេលកំពុងធ្វើការងារចូលជៀសវាងការជជែកវែកញែកក្នុងផ្លូវអវិជ្ជមានរិះគន់និន្ទាចៅហ្វាយនាយនិងមិត្តរួមការងារដាច់ខាតទោះបីជាមានអារម្មណ៍មិនល្អជាមួយពួកគេយ៉ាងណាក៏ដោយចូលកុំបណ្ដោយឲ្យពាក្យសម្ដីនិងសកម្មភាពអវិជ្ជមានណាមួយកើតឡើងដល់មិត្តរួមការងារឬចៅហ្វាយនាយព្រោះអាចធ្វើឲ្យអ្នកកើតចិត្តកង្វល់ឬកង្វល់ក្នុងចិត្តនេះជាមូលហេតុនៃភាពបរាជ័យក្នុងការងារដែរ
ទី8ត្រូវដឹងថាមនុស្សភាគច្រើនពុំសូវចូលចិត្តការជំទាស់ទេការជំទាស់រមែងធ្វើឲ្យមានការភ័យខ្លាចគ្រោះថ្នាក់និងការឈឺចាប់ជាពិសេសនៅក្នុងកន្លែងការងារដូច្នេះអ្នកត្រូវហាមចិត្តកុំឲ្យមានការជំទាស់ជាដាច់ខាតការជំទាស់អាចកើតចេញពីហេតុផល3យ៉ាងការគិតមួយពាក្យសម្ដីមួយនិងអំពើរបស់យើងមួយដែលជាការបង្កឲ្យមានការជំទាស់កើតឡើងបានបើអ្នកគ្រប់គ្រងវាបានអ្នកនឹងមិនជំទាស់គេទេប៉ុន្តែបើគ្មានសមត្ថភាពក្នុងការជៀសវាងទេសូមព្យាយាមនិយាយស្ដីឲ្យបានត្រឹមត្រូវទើបនឹងអាចចាត់ការនឹងការជំទាស់នោះបានត្រង់ចំណុចនេះដែរមានពាក្យមួយឃ្លានិយាយថាគំនិតអវិជ្ជមានប្រៀបដូចជាច្រេះស៊ីដៃចឹងបើវាមាននៅក្នុងគំនិតយើងហើយវានឹងចាប់ផ្ដើមស៊ីយើងបន្តិចម្ដងជាមិនខានចំណុចទី9ចូលបង្កើតមិត្តនិងចេះគ្រប់គ្រងចិត្តមនុស្សទោះបីជាអ្នកនៅកន្លែងណាក៏ដោយចូលគិតឲ្យបានល្អនិយាយស្ដីឲ្យបានពីរោះពិសានិងធ្វើនៅអំពើល្អឲ្យបានជានិច្ចដើម្បីឲ្យបុគ្គលដែលអ្នកជួបទទួលយកបានតាមរយៈខ្សែភ្នែកកិរិយានិងឬរឹកពីរបស់អ្នកនៅពេលដែលយើងមិនសម្លឹងមនុស្សក្នុងផ្លូវអាក្រក់គ្មានគំនិតអាក្រក់មិននិយាយអាក្រក់និងមិនធ្វើអំពើអាក្រក់ដល់អ្នកដទៃជីវិតរបស់យើងនឹងមានសេចក្តីសុខគ្រប់កន្លែងទោះនៅក្នុងផ្ទះកន្លែងធ្វើការកន្លែងប្រជុំឬកន្លែងដទៃផ្សេងទៀតព្រោះថាចិត្តរបស់យើងគិតតែផ្លូវល្អវិជ្ជមាននិងគិតតែអ្វីដែលរីកចម្រើនតែម្យ៉ាងប៉ុណ្ណោះចំណុចទី10ចុងក្រោយតកតូននឹងការហាត់ប្រាណថែរក្សាសុខភាពជានិច្ចបុគ្គលដែលស្រឡាញ់ដល់ខ្លួនឯងត្រូវស្រឡាញ់ខ្លួនឯងទាំងខាងក្នុងនិងខាងក្រៅឲ្យបានល្អជាទីបំផុតចូលថែរក្សាសុខភាពចិត្តនិងរាងកាយមិនផឹកស្រាមិនជក់បារីដែលជាគ្រឿងញៀនផ្ដល់នៅទោសជាដាច់ខាតចូលហាត់ធ្វើសមាធិដើម្បីរក្សាសុខភាពចិត្តឲ្យមានសតិបញ្ញាស្មារតីក៏បីព្យាយាមហាត់ប្រាណរាល់ថ្ងៃដើម្បីឲ្យរាងកាយមាំមួនប្រកបការងារយ៉ាងមានប្រសិទ្ធភាពនិងដើម្បីធ្វើឲ្យខ្លួនមានសេចក្តីសុខជាមួយការងារជាពិសេសនឹងបានជាទីពេញចិត្តរបស់ចៅហ្វាយនាយនិងស្ថាប័នដែលខ្លួនកំពុងតែធ្វើការឲ្យអញ្ចឹងនេះជា10ចំណុចដែលសិភៅនេះបានចងក្រងនិពន្ធសម្រាប់បងប្អូននិងខ្ញុំតើតើនឹងការងារសង្ឃឹមថានៅពេលដែលស្ដាប់10ចំណុចនេះហើយប្រិយមិត្តគិតអំពីការដែលយើងបានធ្វើតើមាននៅក្នុងចំណុចទាំង10នេះដែរឬអត់អ្វីដែលសំខាន់ដូចនៅក្នុងសិភៅនេះបានសរសេរអញ្ចឹងគឺការងារពិតជាសំខាន់មែនទែននៅក្នុងការដែលយើងប្រកបរបរចិញ្ចឹមជីវិតមានជាលុយជាប្រាក់ខែដើម្បីផ្គត់ផ្គង់ការចំណូលចំណាយប្រចាំថ្ងៃអញ្ចឹងទៅខ្ញុំមានតែ10ចំណុចនេះទេនៅក្នុងវីដេអូថ្ងៃនេះសង្ឃឹមថាប្រិយមិត្តមានមតិយោបល់ចូលរួមនៅក្នុង comment ខាងក្រោមហើយប្រិយមិត្តជួបខ្ញុំនៅក្នុងវីដេអូក្រោយៗថែមទៀត